នេះជាទស្សនវិជ្ជាទូទៅនៅតាមដងផ្លូវថ្មើរជើងឬហៅជាភាសាបរទេសថា Walk Street សកម្មភាពនៅតាមដងផ្លូវប្រព័ន្ធមាត់ទន្លេចាប់ពីទីតាំងផ្សារចាស់រហូតដល់ខាងមុខព្រះបរមរាជវាំងពិតជាមានភាពកកឡើងនៅក្នុងសប្តាហ៍ទី3គឺបន្ទាប់ពីវិថីដ៏សំខាន់មួយនេះត្រូវបានដាក់ឲ្យធ្វើដំណើរដោយថ្មើរជើងនៅរាល់ចុងសប្តាហ៍គឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យតាមពិតមាន activity ច្រើនឲ្យកូនមកមើលដែរមានអាយ៉ៃយីកេអីតាមផ្លូវមានអញ្ចឹងចង់ឲ្យកូនមកស្គាល់របៀបអញ្ចឹងចានិយាយថាសម្រាប់ខ្ញុំប្លែកខ្លាំងដែលគាត់មានការរៀបចំអញ្ចឹងដូចថាយើងមានពេលវេលាសម្រាប់ផ្សាយអាទិត្យនាំកូនមក enjoy ដើរ Riverside អញ្ចឹងណាហើយមានលក់ម្ហូបលក់អីទៀតគឺល្អខ្លាំងព្រោះជាទូទៅពេលដែលយើងទៅសៀមរាបគឺ Park Street អត់ដែរចាងអវលេដល់ពេលអញ្ចឹងយើងមកនេះទៀតវាបង្កើនអារម្មណ៍ថាប្លែកអីចឹងណាបងទាំងលើទ្រូងផ្លូវនិងតាមសួនច្បារជាប់មាត់ទន្លេចាប់ពីវេលាម៉ោង 6 ល្ងាចតទៅនៅទីនេះបានលេចចេញនៅទស្សនីយភាពពិសេសមួយនោះគឺមនុស្សចាស់ក្មេងប្រុសស្រីជាលក្ខណៈក្រុមគ្រួសារនិងមិត្តភ័ក្តិបានបណ្ដើរគ្នាដើរលេងយ៉ាងតសងជាមួយនេះសំឡេងអឹងកងរំពេអារម្មណ៍ដែលប្រគំដោយវង់ភ្លេងបុរាណសម័យការសម្ដែងរបស់ក្រុមសិល្បៈផ្សេងៗដែលធ្វើឲ្យអ្នកដើរលេងនៅ Walk Street ជាពិសេសក្នុងអំឡុងពេលកាន់តែរាត្រីមានអារម្មណ៍សប្បាយរីករាយនិងស្រស់ស្រាយជារួមបរិយាកាសថ្មីនេះពិតជាបានទាក់អារម្មណ៍អ្នកភ្នំពេញឲ្យមានជាកន្លែងដើរកម្សាន្តផងនិងបានទាក់ភ្នែកភ្ញៀវទេសចរបរទេសផងដែរលោកទូររដ្ឋាម្ចាស់អាជីវកម្មសេវាកម្មផ្នែកម្ហូបអាហារបានបង្ហាញក្តីរីករាយនៅពេលដែលលោកឃើញថាមានការគាំទ្រនិងចូលរួមយ៉ាងច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋយើងនៅទីនោះហើយបានស្រូបយកភ្ញៀវទេសចរអន្តរជាតិផងដែររីករាយដែលឃើញបងប្អូនប្រជាពលរដ្ឋអញ្ជើញមកផ្លូវវិថីថ្មើរជើងហៅ Walk Street តែរៀបចំដោយសាលារាជធានីនឹងឃើញថាច្រើនកកមានទាំងភ្ញៀវជាតិហើយនឹងមានបរទេសភ្ញៀវអន្តរជាតិអីដែលជាទេសចរដែលគាត់ស្នាក់នៅខេត្តផ្សេងៗមកលេងនៅទីក្រុងភ្នំពេញឃើញសប្បាយរីករាយហើយហ្នឹងហើយបាទក្រុមការងារសេអហេងខ្ញុំបានមករៀបចំនេះ2សប្តាហ៍3សប្តាហ៍បាទសប្តាហ៍នេះជាសប្តាហ៍ទី3ហើយបាទអញ្ចឹងទេក្នុងន័យថាយើងមកជួយលើកតម្កើងលើកគុណភាពវិស័យទេសចរលើកគុណភាពសេវាកម្មទេសចរហ្នឹងឲ្យវាបានល្អប្រសើរបាទមិនត្រឹមតែប៉ុណ្ណោះតាមរយៈសកម្មភាពតាក់ទាញនេះវាជាការផ្ដល់ផលប្រយោជន៍ដល់អ្នកប្រកបរបរគ្រប់ប្រភេទមុខរបរដែលតាក់ទងនឹងដំណើរអ្នកទេសចរនេះជាពិសេសអ្នកលក់ដូរក្រៅប្រព័ន្ធអាចនឹងទទួលបានប្រាក់ចំណូលល្អជាងមុនក្នុងនេះជួយលើកតម្កើងគុណភាពសេវាកម្មទេសចរឲ្យល្អប្រសើរក្នុងនាមជាអ្នកប្រកបអាជីវកម្មសេវាកម្មម្ហូបអាហារល្បីមួយនៅក្នុងកម្ពុជាលោកទូររដ្ឋាក៏បានយកម៉ាកយីហោសេងហុកហេរបស់លោកមកចូលរួមគាំទ្រដោយតាំងដាក់លក់ចំណីអាហារសម្រន់នៅលើកំណាត់ផ្លូវ Walk Street ផងដែរខណៈដែលលោកយកចិត្តទុកដាក់ជាពិសេសទៅលើសុវត្ថិភាពចំណីអាហារមានស្តង់ដារអនាម័យនិងសោភ័ណភាពដើម្បីឲ្យអ្នកមកកម្សាន្តមានទំនុកចិត្តខ្ពស់ចំពោះការទទួលទានមកនេះគឺក្នុងន័យថារៀបចំឲ្យមានសោភ័ណភាពហើយដែលយើងផ្ដោតទៅលើសេវាកម្មដែលយើងផ្ដោតទៅលើសុវត្ថិភាពចំណីអាហារហើយនឹងការរៀបចំដែលមានស្តង់ដារអនាម័យដើម្បីឲ្យអ្នកដែលគាត់មកផ្សាយហ្នឹងគឺមានទំនុកចិត្តហើយការរៀបចំយើងមានជាអទេសមានអីដែលមើលទៅវាមានសោភ័ណភាពក៏ដូចជាតាក់ទាញទៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិហើយយើងសប្បាយចិត្តដែលមានភ្ញៀវអីគាត់ចាប់អារម្មណ៍គាត់ថតខុតអី
ទាំងការរៀបចំបញ្យើងក៏ដូចជាយើងចាក់នំនឹងថ្មីថ្មីបាទអញ្ចឹងឃើញថាទស្សនវិជ្ជានេះសប្បាយរីករាយទាំងអ្នកមកកំសាន្តដើរកំសាន្តមើលសិល្បៈកំសាន្តហើយក៏អាចហូបនៅអាហារសម្រន់ភេសជ្ជៈផ្សេងៗបាទសួរថាតើសេងហុកហេងដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីហើយមិនដេចឡើយមកតាំងលក់នៅលើផ្លូវនេះទៀតតើវាមិនធ្វើឲ្យប៉ះពាល់ដល់អ្នកលក់ដូរអាជីវកម្មតូចតាចទេឬត្រង់ចំណុចនេះលោកបញ្ជាក់ថាការរៀបចំបែបនេះលក់នៅទីនេះមិនមែនជាការប្រកួតប្រជែងជាមួយបងប្អូនអាជីវករលក់ដូរតូចតាចតាមរទេះនោះទេប៉ុន្តែផ្ទុយទៅវិញជាការចូលរួមរបស់សេងហុកហេងអាចជាគំរូមួយក្នុងការជួយដល់ការរៀបចំចំណីអាហារនិងគុណភាពសេវាកម្មឲ្យបានកាន់តែល្អផងដែរហើយយើងមិនមានថាមកនេះដើម្បីថាប្រកួតប្រជែងជាមួយនឹងបងប្អូនដែលគាត់ជាអាជីវករលក់ក្រៅប្រព័ន្ធនេះទេក៏ប៉ុន្តែសេហេងអាចជាគំរូមួយតែគាត់ឃើញថាយើងរៀបចំមានការរៀបចំដែលមានគំនិតច្នៃប្រឌិតសុវត្ថិភាពចំណីអាហារគុណភាពសេវាកម្មចឹងថ្ងៃក្រោយក៏យើងអាចជាការបណ្ដុះបណ្ដាលជួយបងប្អូនអាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធហ្នឹងឲ្យគាត់អាចរៀបចំបានចឹងដែរបើសិនជាអាចហើយគាត់ក៏អាចឃើញពីការរៀបចំរបស់យើងជាគំរូមួយដែរបាទហើយនេះជាអ្វីដែលយើងចង់បានបាទគួរកត់សម្គាល់ថាទោះជាមានការចាប់អារម្មណ៍កាន់តែខ្លាំងទៅលើផ្ទាំងទស្សនីយភាពថ្មីដែលអណ្ដែតឡើងលើទឹកដីរាជធានីភ្នំពេញសម្រាប់ការដើរកម្សាន្តជាពិសេសក្នុងពេលរាត្រីគឺវិថីថ្មើរជើងឬ Vox Street ក៏ដោយប៉ុន្តែការរៀបចំសម្រាប់សុវត្ថិភាពចំណីអាហារនៅតែជាកត្តាសំខាន់ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ខណៈទាំងរសជាតិគុណភាពអាហារនិងសោភ័ណភាពនៃការតាំងលក់គឺជាផ្នែកមួយដែលជួយជំរុញនិងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ From UK, this one we call snack, like coffee break. This one normally we use for the snack for the break. Yeah. This one is pork, right? Okay. Yeah, in the sticky rice. Very good. Okay. This one is banana. You wrap with the sticky rice. ការរៀបចំរបស់គាត់វាមើលទៅតាក់ទាញខ្លាំងជាងគេដល់ពេលអញ្ចឹងយើងដើរពីខាងនោះមកក៏មានច្រើនដែរហើយយើងដើរមកដល់នេះគឺ stop ត្រឹមហ្នឹងបដ ாய் កន្លែងផ្សេងក៏ចង់ចូលញ៉ាំដូចគ្នាដែរតែគ្រាន់ថាមកត្រឹមនេះគាត់មានរបៀបរៀបរយមានតុមានអីកន្លែងអង្គុយអីមើលទៅគួរសមសម្រាប់យើងអង្គុយនាំកូននាំអីមកបានអញ្ចឹងណា